ហាត់វាយអង្គុយរិស័យដោយខ្លួនឯងតាមបទពិសោធន៍កន្លងមកគឺអង្គុយរិស័យនេះគេអាចបញ្ចេញសម្លេងបានពីរយ៉ាងសម្លេងធំនៅកំពង់កដល់សម្លេងតូចគេបញ្ចេញសម្លេងតាមចុងច្រមុះនឹងបើយើងនិយាយតាមពាក្យធម្មតាគេថាខ្យល់ធំកំពង់កខ្យល់តូចខាងលើគឺចុងច្រមុះណាបើយើងនិយាយតាមភាសាបច្ចេកញ្ញៈថាសម្លេងធំហៅថាសម្លេងខូសៈកងរំពងហើយសម្លេងតូចចុងច្រមុះគឺសម្លេងអខូសៈវាមិនកងរំពងយើងហាត់ប្រើសម្លេងពីធំទៅតូចពីតូចទៅធំឲ្យថ្នឹកឲ្យចាំក្អមមាត់ព្រោះអង្គួចនឹងវាប្រើអណ្ដាតរស័យពីផ្ទាត់ខ្ទរទៅជាពាក្យទៅសម្លេងតូចសម្លេងធំដោយសារប្រអប់មាត់នេះដូចសម្លេងយើងនិយាយចឹងយើងប្រើសម្លេងពងកបញ្ជាឲ្យតូចធំហ្នឹងគឺរបៀបហាត់ទី1បាទ